ប្រសិនបើបងប្អូនទាំងអស់គ្នាមិនចង់មានបញ្ហាក្នុងការទទួលលុយពី Facebook បងប្អូនកុំទាន់អាចចុច set up តែម្ដងបាទបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរខ្ញុំចង់មកចែករំលែកបាទអំពីបងប្អូនខ្លះដែលគាត់បានទទួលបតុង content monetization ណាបងប្អូនបាទហ្នឹងហើយប្រសិនបើបងប្អូនបាទមិនចង់មានបញ្ហារឿងទទួលលុយពី Facebook ទេពេលដែលបានបាទបតុង content monetization មកភ្លាមបងប្អូនកុំទាន់អាលចុចពាក្យថារៀបចំឬមួយក៏ពាក្យថា set up តែម្ដងណាបងប្អូនបាទហ្នឹងហើយបាទមុននឹងបងប្អូនចុចពាក្យថារៀបចំឬមួយក៏ set up បងប្អូនត្រូវតែបាទទៅកែឈ្មោះ account Facebook របស់បងប្អូនឲ្យដូចទៅនឹងបាទលេខបញ្ជីកុងធនាគារណាបងប្អូនបាទហ្នឹងហើយលេខបញ្ជីកុងធនាគារបងប្អូនឈ្មោះយ៉ាងណាបងប្អូនគួរតែកែឈ្មោះ account Facebook បងប្អូនឲ្យដូចគ្នានឹងឈ្មោះម្ចាស់កុងធនាគារណាហ្នឹងហើយបាទមិនថាឈ្មោះមិនថាថ្ងៃខែឆ្នាំកំណើតបងប្អូនត្រូវតែកែឲ្យរៀបរយឲ្យហើយជាមុនជាការស្រេចសិនមុននឹងបងប្អូនបាទចុចពាក្យថា set up បងប្អូនមានជ្រាបដែរទេបាទពេលដែលយើងបាទមិនទាន់ធ្វើការបដូរឈ្មោះហ្នឹងបងប្អូនឧទាហរណ៍បើសិនជាបងប្អូនចុចពាក្យថា set up ឬមួយក៏ពាក្យថារៀបចំហ្នឹងគឺបាទខាង Facebook គឺគេ link ទៅឈ្មោះ account របស់ Facebook បងប្អូនដោយស្វ័យប្រវត្តិតែម្ដងបាទជួនកាលយើងមិនទាន់បានចុចចូលទៅកែអ្វីច្រើនទេបងប្អូនគ្រាន់តែចុចបាញ់អញ្ចឹងវាអត់មានអីកើតឡើងសោះដល់ពេលយើងបាទផាត់ចោលម្ដងហើយយើងចូលទៅមើលម្ដងទៀតដល់ពេលចូលទៅមើលកន្លែងបតុង content monetization ហ្នឹងយើងចុចចូលទៅមើលទៅគឺឈ្មោះអ្នកដែលទទួលលុយហ្នឹងគឺខាង Facebook គេបាទ link ទៅភ្ជាប់ជាមួយបាទឈ្មោះនិង account Facebook ហើយជាការស្រេចតែម្ដងបងប្អូនបាទហ្នឹងហើយចំពោះបងប្អូនខ្លះគឺអាចចូលទៅកែឈ្មោះបានប៉ុន្តែចំពោះបងប្អូនខ្លះយើងអត់អាចចូលទៅកែឈ្មោះបានទេណាបងប្អូនទាំងអស់គ្នាបាទចឹងហើយបាទវាមានការលំបាកណោះបាទបងប្អូនមានជ្រាបអត់ដល់ពេលដែលវាខាង Facebook វា link ឈ្មោះអ្នកទទួលលុយដូចជាឈ្មោះ account Facebook ហើយដល់ពេលយើងធ្វើការ set up ទៅគឺបាទគឺធ្វើឲ្យឈ្មោះអ្នកទទួលលុយហើយនិងឈ្មោះបញ្ជីកុងធនាគារវាមិនដូចគ្នាណាបងប្អូនបាទហ្នឹងហើយឈ្មោះអ្នកទទួលលុយគឺឈ្មោះ account របស់ Facebook យើងហើយប៉ុន្តែលេខកុងធនាគារគឺលេខឈ្មោះពិតរបស់យើងម្ល៉េះហើយបងប្អូនដែលដាក់ឈ្មោះFacebook ដាក់ជារហស្សនាមបាទម៉ែអាទូចអូអាទូចអីចឹងទៅហើយដល់ពេលចុចយើងចុច set up ចឹងទៅហើយ Facebook គេ link ឈ្មោះFacebook របស់យើងហ្នឹងទៅជាអ្នកទទួលលុយម្ល៉េះហើយយើងពេលដែលយើងបំពេញបញ្ជីកុងធនាគារទៅលេខបញ្ជីកុងធនាគារបែបហ្នឹងហើយឈ្មោះពិតប្រាកដអ្នកដែលទទួលកុងធនាគារហ្នឹងឈ្មោះបែបហ្នឹងប៉ុន្តែដល់ពេលមកខាង account Facebook យើងគឺឈ្មោះអ្នកដែលទទួលលុយគឺស្រាប់តែជាឈ្មោះរបស់ Facebook ទៅវិញម្ល៉េះហើយវាធ្វើឲ្យមិនដូចគ្នាណាបងប្អូនបាទចឹងទេបាទខ្ញុំសូមផ្ដាំឲ្យផ្ដាំទៀតបងប្អូនគួរតែទៅកែបាទឈ្មោះ account Facebook ឲ្យដូចទៅនឹងបាទឈ្មោះបញ្ជីកុងធនាគារសិនទៅមុននឹងបងប្អូនបាទចុចពាក្យថា set up ឬពាក្យថារៀបចំហ្នឹងណាបងប្អូនទាំងអស់គ្នាបាទប៉ុន្តែបាទការដែលខ្ញុំលើកឡើងខាងដើមនោះគឺវាអត់ដូចគ្នាទាំងអស់ទេបងប្អូនទាំងអស់គ្នាបាទជួនកាលបងប្អូនគ្រាន់តែចុចពាក្យថា set up អញ្ចឹងទៅវាមានកន្លែងឲ្យកែបាទកែយើងកែដាក់ឈ្មោះបញ្ជីកុងធនាគារតាមឈ្មោះពិតប្រាកដអញ្ចឹងទៅប៉ុន្តែចំពោះបងប្អូនខ្លះពេលដែលយើងចុចពាក្យថារៀបចំឬមួយពាក្យថា set up ហ្នឹងទៅវាអត់បានឲ្យយើងចូលទៅកែទេបងប្អូនទាំងអស់គ្នាគឺវា link ទៅភ្ជាប់ជាមួយបាទឈ្មោះបាទរបស់ Facebook យើងតែម្ដងណាហ្នឹងហើយបាទក៏មានរឿងមួយយ៉ាងទៀតដែលខ្ញុំចង់ប្រាប់បងប្អូនเนาะហ្នឹងហើយចំពោះបងប្អូនដែលគាត់មិនធ្លាប់ set up ពីមុនមកសោះដល់ពេលយើងចុចបាទ set up ទៅបាទយើងដាក់បដូរឈ្មោះបដូរអីឲ្យរៀបរយទៅគឺគេអត់មានកន្លែងឲ្យយើងចូលទៅបំពេញបញ្ជីកុងធនាគារដូចមុនទេណាបងប្អូនទាំងអស់គ្នាបាទពីមុនគ្រាន់តែយើងចុចពាក្យថា set up ចឹងទៅគឺវាមានកន្លែងឲ្យយើងបាទបំពេញបញ្ជីកុងធនាគារបាទលហោហើយចឹងទៅប៉ុន្តែបច្ចុប្បន្នបាទ content monetization នេះអត់ទេបងប្អូនទាំងអស់គ្នាបាទពេលដែលយើងចុចចូលទៅគឺវាឲ្យបាទធ្វើការរកប្រាក់ចំណូលពី Facebook តែម្ដងเนาะហ្នឹងហើយគេអត់បានឲ្យយើងចូលទៅបំពេញបាទបញ្ជីកុងធនាគារទេណាហ្នឹងហើយអាហ្នឹងចំពោះបាទ user ខ្លះទេណាបងប្អូនបាទអត់ទូទៅទេបាទចំពោះ user ខ្លះទេបាទកំណត់គេរហូតដល់បាទបងប្អូនបាទសន្សំលុយឲ្យគ្រប់តាមបាទគោលការណ៍របស់គេទៅបាទយ៉ាងហោចណាស់ក៏$100ដែរគឺទៅបានគេឲ្យយើងបាទមានសិទ្ធចូលទៅបំពេញកុងធនាគារណាបងប្អូនទាំងអស់គ្នាបាទ
បាទនេះគឺជាច្បាប់ថ្មីរបស់បាទ Facebook เนาะហ្នឹងហើយ Facebook មានការអាប់ដេតរហូតបាទចឹងទេបើយើងជា creator MMO យើងក៏គួរតែបាទតាមដានព័ត៌មានเนาะហ្នឹងហើយបាទ Facebook សប្តាហ៍នេះគឺមិនមែនត្រឹមតែ Facebook បាទ social media ពីមុនមកទេបងប្អូនបាទ Facebook សប្តាហ៍នេះគឺជាឆ្នាំងបាយរបស់យើងគ្រប់គ្នាតែម្ដងเนาะហ្នឹងហើយបាទចឹងទេយើងព្យាយាមបាទរក្សាឆ្នាំងបាយរបស់យើងទាំងអស់គ្នាเนาะបងប្អូនបាទហ្នឹងហើយបាទក៏វីដេអូនេះមានតែប៉ុណ្ណេះបាទហ្នឹងហើយក៏បើសិនជាមានបាទពាក្យពេចន៍ឯណាបាទលើសលួសមិនសមរម្យបាទក៏សូមបងប្អូនបាទអធិស្ឋានដល់បាទខ្ញុំបាទផងណាបងប្អូនទាំងអស់គ្នាបាទសូមអរគុណ